កាន់តែប្រហើនហើយឥឡូវនេះយូរទៅសូម្បីតែបេនឡានក៏បង្កប់នៅល្បែងស៊ីសងខុសច្បាប់ទាំងនេះដែរហេតុអ្វីបានជាអាជ្ញាធរក្នុងខណ្ឌទួលគោកបណ្តែតបណ្តោយបែបនេះល្បែងស៊ីសងខុសច្បាប់នៅក្នុងទីបេនឡានមួយកន្លែងមានទាំងមន់ជុលនិងឡូតូតាមអនឡាញកំពុងរីកដូចផ្សិតឡើងវិញពីពេញភូមិប្រជាពលរដ្ឋនាំគ្នាលេងយ៉ាងអនាធបត័យបែរជាសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់3ខណ្ឌទួលគោកមិនហ៊ានបង្ក្រាបទាល់តែសោះមានទីតាំងបេនឡានដែលបង្កប់ទៅដោយល្បែងស៊ីសងជុលមន់ខុសច្បាប់ស្ថិតនៅតាមបណ្ដោយផ្លូវ245ខាងក្រោយហាងនំប៉័ងបាយ័នស្ថិតក្នុងភូមិមួយសង្កាត់ទឹកល្អក់3ខណ្ឌទួលគោករាជធានីភ្នំពេញដោយទីតាំងល្បែងស៊ីសងខុសច្បាប់នេះក៏មានអ្នកកាងនៅពីក្រោយខ្នងឈ្មោះថាលោកខ្លាបានបើកឲ្យលេងយ៉ាងអនាធបត័យមិនខ្វល់និងមិនមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបទីតាំងមួយនេះឡើយឬមួយក៏ម្ចាស់ទីតាំងមួយនេះបានផ្ដល់លាភសក្ការៈកាល្អិតប្រចាំខែជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធតាមមូលដ្ឋានទាំងអស់ហើយទេដឹងទើបបានជានាំគ្នាបិទភ្នែកបិទត្រចៀកមិនហ៊ានចុះបង្ក្រាបបែបនេះតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាទីតាំងខាងលើកំពុងបើកលេងល្បែងស៊ីសងភ្នាល់មាន់ជារៀងរាល់ថ្ងៃនាំគ្នាហូរកញ្ជ្រៀវរំខានទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះទាំងយប់ទាំងថ្ងៃតែម្ដងបងប្អូនប្រជាពលរដ្ឋបានលើកឡើងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតមានអនុសាសន៍ប្រកាសក្តែងថាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានទាំងអស់ទូទាំងរាជធានីខេត្តទាំង25ជាពិសេសមន់ជុលអនឡាញនិងអាប៉ោង5លេខឡូតូនេះឯងព្រមទាំងល្បែងស៊ីសងគ្រប់ប្រភេទប៉ុន្តែហេតុអ្វីបានជាល្បែងស៊ីសងដែលបង្កប់ខ្លួននៅក្នុងបេនឡានដែលស្ថិតក្នុងភូមិមួយសង្កាត់ទឹកល្អក់3ខណ្ឌទួលគោកនេះនៅតែបើកភ្នាល់លេងយ៉ាងរំភើយដែលមិនខ្លាចអាជ្ញាធរមូលដ្ឋាននិងមិនខ្លាចប័ណ្ណបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានចេញប័ណ្ណបញ្ជាឲ្យបង្ក្រាបលាស់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេសដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរបន្ថែមដល់លោកសឹមពិសិដ្ឋអធិការនគរបាលខណ្ឌទួលគោកមេត្តាចាត់មន្ត្រីជំនាញឲ្យចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងជុលមាន់និងឡូតូដែលបើកភ្នាល់លេងល្បែងរាល់ថ្ងៃដែលស្ថិតនៅភូមិសង្កាត់ខាងលើដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យខានតែបានព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាបទេហើយថ្មីនេះដែរប្រមុខរដ្ឋាភិបាលក៏បានដាក់បទបញ្ជាទៅអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខានតែបានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង11ចំណុចដែលប្រមុខរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ